ឆ្នាំហ្នឹងសាលាវ៉ាកងលឿនជាងរដងចឹងហើយបងសាលគាត់បានរវល់ខ្ញុំនឹងនេះទៅដើរលេងដែលខ្ញុំគាត់បានប្រកែកជាមួយគាត់ដែរខ្ញុំក៏សួរគាត់ថាតើយើងគួរទៅដើរលេងណាគាត់ក៏បាននិយាយថាគាត់បានឃើញ resort មួយកន្លែងចឹងហើយគាត់ចង់រវល់ខ្ញុំទៅលេងទីនោះភ្លាមនោះអារយ៉ានេះក៏បានដើរមកពីក្រោយពួកខ្ញុំហើយនឹងក៏បានសួរថាពួកខ្ញុំកំពុងតែនិយាយអ្វីបងសាលហើយនឹងខ្ញុំគឺមិនបានលាក់ទេពួកខ្ញុំក៏ចង់បបួលនាងទៅផងដែរព្រោះថាពួកយើងគឺជាមិត្តភក្តិនឹងគ្នាយូរហើយអារយ៉ានេះក៏បានសុំឲ្យអស័យសរបស់នាងទៅផងដែរព្រោះថាពួកគេគឺជាមិត្តភក្តិនឹងគ្នាបងសាលគាត់បានប្រាប់ថាមិនអីទេអាចបបួលទៅបានចឹងហើយថ្ងៃស្អែកពួកយើងនឹងជួបគ្នានៅម៉ោង 8 ព្រឹកចឹងហើយរៀបចំអីវ៉ាន់ហើយទៅនៅយប់នោះខ្ញុំមានស្ទប់អាក្រក់ខ្លាំងមែនទែនដែលខ្ញុំបានយល់សប្តិឃើញមនុស្សប្រុសម្នាក់គឺកំពុងតែដេញតាមខ្ញុំដែលខ្ញុំមិនដឹងទេថាតើគាត់ជាមនុស្សឬជាអ្វីព្រោះថាមុខរបស់គាត់គឺគួរខ្លាចខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏បានឃើញថាគាត់រត់យ៉ាងលឿនសម្ដៅមកកាន់ខ្ញុំឃើញបែបនេះខ្ញុំក៏មានការភ័យខ្លាចផងដែរដោយខ្ញុំមិនបានដឹងទេថានេះគឺជាការយល់សប្តិនោះទេខ្ញុំបានឃើញថាបរិសម្នាក់នោះរត់យ៉ាងលឿនមកកាន់ខ្ញុំភ័យខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏បានងើបពីគេងបាត់ទៅហើយខ្ញុំបានដឹងថាពេលនេះគឺម៉ោង 8 ព្រឹកទៅហើយខ្ញុំក៏បានរៀបចំខ្លួនដើម្បីទៅដើរលេងជាមួយនឹងអ្នករាល់គ្នាពួកយើងបានធ្វើដំណើរដោយឡានក្រុងមកដល់កន្លែងមួយបងសាលស្រាប់តែឲ្យកង់ឡានឈប់ហើយពួកយើងក៏បានចុះនៅកន្លែងព្រៃនោះដោយអារយ៉ាអង្ស័យសពួកគេគឺមិនយល់នោះទេសូម្បីតែខ្ញុំក៏មិនយល់ដែរថាបងសាលគឺកំពុងតែគិតអ្វីបងសាលក៏បាននិយាយថា resort របស់អ៊ំស្រីរបស់គាត់នឹងគឺនៅខាងមុខយ៉ាងហើយពួកអ្នកទាំង3នឹងដើរតាមគាត់ទៅនឹងដល់ resort ជាមិនខានតែពួកខ្ញុំលើបែបនេះហើយពួកខ្ញុំក៏មានការស្ងប់ចិត្តផងដែរពួកខ្ញុំក៏បាននាំគ្នាដើរតាមបងសាលដើម្បីទៅរក resort របស់អ៊ំគាត់ដោយខ្ញុំនិងអារយ៉ានិងសីសគឺនិយាយរកគ្នាធម្មតាទេតែបងសាលគឺគាត់មិនបាននិយាយអ្វីសោះខ្ញុំក៏គិតក្នុងចិត្តថាប្រហែលជាគាត់នឹងគឺកំពុងតែរកផ្លូវដើម្បីទៅរក resort នោះចឹងហើយខ្ញុំក៏មិនសួរនាំអ្វីដែរស្រីសនឹងបានដើរយូរពេកនឹងក៏ហត់នឹងក៏បាននិយាយទៅកាន់បងសាលថាតែจะដល់ resort នោះហើយនៅតែភ្លាមនោះបងសាលបែរជាឲ្យមកចុះហើយលួចសើចទៅវិញដោយពួកយើងទាំង3នាក់គឺបានឆ្ងល់ទៅកាន់បងសាលជាខ្លាំងបន្ទាប់ពួកខ្ញុំបានឃើញថាបងសាលគឺមិនមែនជាមនុស្សទេគាត់ក៏បានប្រែកាយទៅជាបុរសម្នាក់ដែលខ្ញុំឃើញក្នុងយល់សប្តិពួកយើងឃើញហើយគឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាបងសាលមិនមែនជាមនុស្សនោះទេខ្ញុំក៏បានចាប់ដៃអារយ៉ាដើម្បីរត់ទៅតែសីសគឺនាងមិនបានរត់នោះទេនាងឡើយភ្ញាក់ផ្អើលបណ្ដាលឲ្យបងសាលក៏ហត់ទៅកន្ទ្រប់សីសស៊ីបាត់ទៅដោយពួកខ្ញុំបានឃើញថាសីសស្លាប់យ៉ាងវេទនាដោយសារតែបងសាលហើយស៊ីនាងទាំងរស់ដោយពួកយើងបានឃើញថាសីសនាងបានខ្លាចទៅជាបិសាចដូចជាបងសាលដែរខ្ញុំឃើញហើយពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនតែខ្ញុំមិនដឹងថាហេតុអ្វីបានជាពួកគេទាំងពីរនោះមិនមកស៊ីខ្ញុំអញ្ចឹងបន្ទាប់មកពួកយើងក៏ខំប្រឹងរត់ទៅយ៉ាងឆ្ងាយហើយពួកយើងក៏បានឃើញថានៅខាងក្រោយពួកគេទាំងពីរគឺកំពុងតែនិយាយគ្នាអ្វីម្យ៉ាងបន្ទាប់មកខ្ញុំក៏បានឃើញថាសីសនាងបានដើរមកកាន់ខ្ញុំចប់ចេះណាគ្នាសាច់រឿងនឹងគេសាច់យ៉ាងខ្លីទេក៏ប៉ុន្តែមានភាគតទៀតអ្នកគ្នាកុំភ្លេចចាំមើលផងហើយអ្នកគ្នាមិនតរីគុណនឹងខ្ញុំអីព្រោះថាខ្ញុំទៅធ្វើវីដេអូលើកទី1ទេចឹងហើយគាត់តអីគាត់តែខមមិនប្រាប់បានហើយ Cheers អរគុណអ្នកគ្នាសម្រាប់ការតាមដានបាយបាយអ្នកគ្នា